ហើយនេះគឺជា server Master Club ហើយ server នេះដែរគឺជា server ដែលមានអ្នកលេងច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាហើយនឹងដែរយកមកលេងវគ្គមួយនៅក្នុង server Master Club គឺ Master Eco សារតែ server ទើបតែចូល season ថ្មីដូចនេះគឺមានមនុស្សលេងច្រើនហើយនឹងដែរខ្ញុំនឹងលេង Survivor នៅក្នុង server Master Eco នៅពេលដែលយើងចូលដល់ក្នុង server យើងនឹងឃើញអាជ្រុកមួយប្រកាច់ហ្នឹងយើងចុចលើវាមកហើយយើងឃើញមាន world 3 world ធម្មតា world នរកនិង world វាយនេះបាទអាហ្នឹងហៅ world end ឥឡូវយើងចុចលើ world ធម្មតាមកយើងចាំវាប្រហែល5 second ណាអ្នកនាងហើយវានាំយើង TP មកកន្លែងឯមួយឥឡូវវា teleport យើងមកណាអ្នកនាងហើយ server នេះគឺជា server ដែលយើងអាចរកលុយបានណាអ្នកនាងនៅក្នុងការលេងហ្គេមខ្ញុំមានលក្ខខណ្ឌ2ធំលក្ខខណ្ឌទី1គឺការស្វែងរកបែបដែលមានសុវត្ថិភាពនិងលក្ខខណ្ឌទី2រកលុយឲ្យបាន1លាននៅក្នុង server ដោយសារតែ server នេះគឺយើងអាចរត់បែបគ្នាបានអ្នកនាងឬក៏បំផ្លាញផ្ទះរបស់គ្នាបានអញ្ចឹងខ្ញុំត្រូវលាក់បែបថ្មិចឲ្យមានសុវត្ថិភាពបំផុតព្រោះបើគេដើរឃើញគេនឹងបំផ្លាញអ្នកគ្នាទាំងយើងទាំងគេទៅណាឃើញនឹងបំផ្លាញហើយខ្វល់ហើយបន្ទាប់ពីយើងដើរក្នុង server បានទទួលយើងក៏ឃើញផ្លែល្ពៅអ្នកគ្នាផ្លែល្ពៅគឺយើងលក់បានលុយក៏យើងគ្រាន់បានដែរអ្នកគ្នាយើងទៅកាប់វាមកផ្លែល្ពៅហ្នឹងបន្ទាប់ពីកាប់ល្ពៅហើយខ្ញុំក៏បានដើរអស់មកទទួលដើររហូតដល់លេងមានផ្លូវដើរហើយក៏បានកាប់ឈើយកមកធ្វើទូកដើម្បីជិះទៅមុខទៀតពេលយើងកាប់ឈើហើយយើងត្រូវយកឈើបង្កើតជា crafting table រួចមកបង្កើតជាទូកបន្ទាប់មកយើងក៏ជិះបន្ទាប់ពីខ្ញុំជិះបានមួយសន្ទុះមកខ្ញុំក៏ជួបប្រាសាទក្រោមទឹកនេះអ្នកនរគ្នាប្រាសាទហ្នឹងវាមានអាសត្វត្រីនោះថាបឺតឈាមមកអញ្ចឹងខ្ញុំមិនហ៊ានចូលខ្ញុំក៏ជិះទៅមុខទៀតទៅដោយសារអាវុធនិងអាមាត់របស់ខ្ញុំវារៀងអន់អញ្ចឹងខ្ញុំមិនហ៊ានប្រឈមមុខជាមួយនឹងត្រីនៅក្នុងនោះទេអ្នកនរគ្នាបន្ទាប់ពីខ្ញុំជិះទូបានមួយសន្ទុះមកខ្ញុំក៏បានទៅដល់ព្រៃចង្កលអ្នកនរគ្នាព្រៃចង្កលហ្នឹងគឺមានដើមម្ត្រីដែលលក់បានថ្លៃមែនតើអ្នកនរគ្នាដើមម្ត្រីក្នុងមួយដើមឡើងលក់បានរហូតដល់1800អ្នកនរគ្នាអញ្ចឹងយើងត្រូវការដើររកដើមម្ត្រីហ្នឹងមកហើយក៏មិនមែនដើមម្ត្រីហ្នឹងក៏វាថ្លៃជាងគេដែរអ្នកនរគ្នាគឺមានដើមផ្សេងទៀតដែលវាថ្លៃដូចជាដើមអំពៅនេះក៏វាលក់បានថ្លៃដែរអ្នកនរគ្នាតោះពេលខ្ញុំដើរកាប់ដើមម្ត្រីអស់មួយសន្ទុះមកអ្នកនរគ្នាប្រហែលជា10-20ឆ្នាំមកខ្ញុំក៏បានដើមម្ត្រីវារៀងក្រណាស់អ្នកនរគ្នាប្រហែលជា4-5 stake អ្នកនរគ្នាខ្ញុំក៏បានយកដើមម្ត្រីទាំងអស់ហ្នឹងយកទៅលក់មកនេះតោះពេលយើងលក់ហើយយើងបានលុយគ្រប់ចំនួន1លានតែម្ដងអ្នកនរគ្នាគឺពិតជា easy money មែនទែនក្នុងការកាប់ដើមម្ត្រីអ្នកនរគ្នាអញ្ចឹងលក្ខខណ្ឌទី1របស់យើងគឺជោគជ័យតោះមកខ្ញុំក៏កន្លែងសង់បែរហើយខ្ញុំបានជិះចូលជិះឡើងក៏ឃើញកន្លែងតំបន់ដែលមាន further អ្នកគ្នាហ្នឹងគេហៅ ancient city អីគេណាគ្នាបន្ទាប់ពីខ្ញុំដើររុករោក្នុងមួយសន្ទុះទៅអ្នកគ្នាខ្ញុំក៏បានឃើញអាភ្លើងវាងផ្លឹបផ្លែតអាហ្នឹងខ្ញុំក៏បានវាយអាហ្នឹងចោលទៅព្រោះអាហ្នឹងគឺថាមាន further អីហើយក៏អាមួយទៀតអ្នកគ្នាខ្ញុំមិនសូវដឹងច្បាស់ដែរហើយខ្ញុំដើរបានមួយសន្ទុះមកខ្ញុំបានឃើញនេះអាបនវាមានដូចប្រាសាទអីមួយនៅពេលដែលខ្ញុំមើលក្នុងហ្នឹងមើលអត់ចិត្តទៅខ្ញុំក៏បានមានឃើញឆេះឃើញអីខ្លះៗអ្នកគ្នាហើយក៏បានឃើញអាស្អីគេនៅកំពង់ពីរគ្រាប់ហ្នឹងអ្នកគ្នាហើយក៏សម្រាប់ចិត្តថាចុះទៅក្រុមហ្នឹងបីយកឆេះយកអីហ្នឹងទៅពេលខ្ញុំមើលហើយខ្ញុំគិតថាមានសុវត្ថិភាពខ្ញុំក៏សម្រេចចិត្តថានឹងចុះទៅក្រោបដើម្បីយកឆេះយកអីហ្នឹងទៅតែមានណាអ្នកគ្នាបើចុះទៅក្រុមនោះវាលាស់អាតលៃនោះភ័យចុយយ៉ាហើយសំខាន់ណាភ្លើងនេះទៀតវាផ្លឹបផ្លែតរហូតអើយដល់កថ្មនឹងលេងឲ្យហ៊ានដើរខ្លាចតាវត្តដិននោះចេញមកខ្វះគូតងក់បាត់ទៅមិនទៅដល់កន្លែងនេះខ្ញុំសុខចិត្តកើមដូចតើអ្នកគ្នាដើម្បីយកអាឆេះនៅមុខតែយកបាននឹងប្រូយអាឆេះហ្នឹងព្រោះភ្លើងបិទបើកដូចខ្មោចលោកន្លែងវត្តដិននេះមែនពេលលេងសាមចង់ភ្ញាក់អាកន្លែងនេះទៀតហ្នឹងគ្នាវាអាហ្នឹងលីតលៃលោតមនុស្សពងខ្លាចបងលីតលៃហ្នឹងទៀតនិយាយថាភ្ញាក់ដល់កថ្មហ្នឹងជើខ្មោចទៀតនេះដល់ពេលជិះដល់កន្លែងឆេះហ្នឹងហើយខ្ញុំក៏លោតឡើងពប់ទៅលោតទៅហើយក៏វាយអាស្អីគេនឹងចោលក្រោយវាយអាហ្នឹងហើយខ្ញុំក៏បើកឆេះធម្មតាទៅមានណាអ្នកនេះចាំមើលទៀតណាតោះពីបិទចេះហើយមានមិនទាន់បានអ្នកគ្នាយល់ដិនវានៅចិត្តនឹងមានណា OTP ប្រូចត្មងទៅខំដើរពីណាមកពេលដែលខ្ញុំ OTP ហើយយើងក៏បានរកកន្លែងដែលសង់បែបមានសុវត្ថិភាពអ្នកគ្នាគឺសង់បើយើងគឺសង់នៅកុំដីបើថាសង់នៅលើដីពេលរយគេដើរជួបច្រើនបើសិនអ្នកគ្នាមើលដល់កន្លែងនេះអ្នកគ្នាសូមជួយចុច like ធ្វើម៉េចឲ្យបានវីដេអូនោះបានតែ100 like ក៏បានដែរអ្នកគ្នាអស់ចិត្តហើយព្រោះនេះជា watch over លើដំបងថាខ្ញុំមិនដែរ watch over ពីមុនមកអ្នកគ្នារៀងមិនសូវដែរណាហើយនេះគឺជាភាគមួយនៃការលេង Minecraft របស់ខ្ញុំអ្នកគ្នាវារៀងនិយាយទៅប៉ែទេអ្នកគ្នានឹងស្ដាប់បានអត់ទេបើស្ដាប់បានទៅជាស្រ័យផងអ្នកគ្នា
ក្រោយវិញខ្ញុំជីចុះជីឡាខ្ញុំមើលឃើញអាកន្លែងនេះមួយវាងតំណងដែរអ្នកនេះវានៅក្រោមដីយើងជ្រៅដែរអញ្ចឹងក៏សម្រាប់ចិត្តថាយកកន្លែងហ្នឹងធ្វើជាបេះតែម្ដងទៅបន្ទាប់ពីខ្ញុំដើរមើលភូមិសាស្ត្រដើរចូលដើរឡើងចូលដើរឡើងចូលដើរឡើងទៅកាច់ប្រកិនទៅខ្ញុំក៏បានជីកន្លែងនេះជីជួបដីមុនកប់តរីបន្ទាប់ពីឃើញដីមុនថ្វាយចិត្តអស់មួយទូមកខ្ញុំក៏សម្រេចចិត្តថាចុះកងត្រាយកកន្លែងហ្នឹងធ្វើជាផ្ទះតែម្ដងអ្នកនេះពេលយើងខ្លាចជាម្ចាស់ផ្ទះហើយយើងទៅធ្វើមិនតម្អាតផ្ទះឲ្យស្អាត 2,000 years ក្រោយពីខ្ញុំចំណាយពេលជិត 2000 ឆ្នាំមកខ្ញុំក៏បានកាប់ផ្ទះចិត្តហើយអ្នកកាប់បន្តិចទៀតហើយមិនកាប់កំតិចទេអ្នកនេះគឺកាប់ដើម្បីចម្អាតឲ្យវាស្អាតអ្នកនេះបន្ទាប់ពីកាត់ហើយយើងក៏បានដាក់វាម្ដងទៀតដាក់ប្លុកខាងលើហ្នឹងដាក់វាស្មើមកបែរមកធ្លាក់ទៀតការស្វែងរកបេះដែលមានសុវត្ថិភាពរបស់យើងគឺបានជោគជ័យមើលវីដេអូនេះហើយកុំភ្លេចចូលដីទាំងអស់គ្នាបាយបាយ